បាទសួស្តីអ្នកគ្នាថ្ងៃហ្នឹងគឺខ្ញុំត្រឡប់មកធ្វើវីដេអូឡើងវិញហើយថ្ងៃហ្នឹងគឺខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងម៉ៃដែលខ្ញុំបានប្រើវាយូរហើយវាមិនមែនជាវីដេអូ sponsor ទេប៉ុន្តែខ្ញុំនឹងចែករំលែកទាក់ទងទៅនឹងបទពិសោធន៍ជាក់ស្ដែងជាមួយនឹងការប្រើប្រាស់ F1 ដែលខ្ញុំមានខ្ញុំនឹងនិយាយអ្វីដែលពិតទៅកាន់អ្នកគ្នាអញ្ចឹងអ្នកដែលនៅក្នុងវិស័យថតបច្ចុប្បន្នមិនថា live ឬក៏ថតវីដេអូខ្លីៗគឺពិចារណាស្គាល់ហើយ My Holyland Luck M2 អញ្ចឹងបទពិសោធន៍ដែលខ្ញុំប្រើវាក្នុងរយៈពេលប្រហែលជាមួយឆ្នាំជាងហើយអញ្ចឹងខ្ញុំមានបទពិសោធន៍ពីវាច្រើនចំណុចល្អរបស់វាត្រង់ថាវាកាន់ថ្មរូបរាងវាតូចស្រូបសំឡេងបានឮច្បាស់ល្អអាចទទួលយកបានហើយវាប្រើបានគ្នា2នាក់ទៅនឹង receiver វាមានជាមួយនឹង Type C វាមានជាមួយនឹង Lightning គឺងាយស្រួលប្រើមែនតើអាហ្នឹងគឺជាគុណសម្បត្តិរបស់វាដែលខ្ញុំបានប្រើហើយ cable វាហ្នឹងគឺវាមានភ្លើងវាអាចសាកបានចំនួន2ដងរាល់ឧបករណ៍ដែលនៅក្នុងហ្នឹងដែលត្រូវការភ្លើងពីប្រអប់ហ្នឹងខ្ញុំប្រើវាមួយអាទិត្យខ្ញុំសាកម្ដងឬក៏កន្លះខែអីខ្ញុំសាកម្ដងព្រោះខ្ញុំអត់សូវថតច្រើនអញ្ចឹងទៅគឺល្អមែនតើអ្នកគ្នាប៉ុន្តែអីដែលខ្ញុំគិតថា Holyland គួរតែពិចារណាឡើងវិញទាក់ទងនឹងបញ្ហាថ្មមិនមែនថាយើងនិយាយបន្ទោសផ្អាប់ទៅលើផលិតផលមួយនឹងទេប៉ុន្តែវាមានចំណុចខ្វះខាតខ្លះទាក់ទងទៅនឹងរឿងម៉ៃមួយនឹងដែរអញ្ចឹងអ្នកដែលគាត់ប្រើប្រហែលជាគាត់អាចមានបទពិសោធន៍ដូចខ្ញុំបើសិនជាយើងប្រើវាយើងឧស្សាហ៍មើលវាឧស្សាហ៍ប្រើវាទាំងអស់ទៅបើសិនជាអ្នកគ្នាឧស្សាហ៍តែប្រើដុំឧទាហរណ៍ថាចេះខ្ញុំមានដុំ2នៅក្នុងនឹងអញ្ចឹងណាមួយនេះទៀតខ្ញុំមានដុំ2នៅក្នុងនឹងអញ្ចឹងអ្នកគ្នាអញ្ចឹងបើសិនជាអ្នកគ្នាអត់សូវប្រើវាទេពិចារណាវាមានបញ្ហាទៅលើរឿងខូចថ្មអញ្ចឹងទៅខ្ញុំគិតថាវាជារឿងធម្មតាទេអារឿងយើងគ្រឿងអេឡិចត្រូនិកយើងមិនសូវប្រើវាខូចវាអីចឹងអានឹងជារឿងធម្មតាប៉ុន្តែបទពិសោធន៍របស់ខ្ញុំវាលឿនពេករឿងល្អមួយដែរដោយសារតែ brand Holyland មានក្រុមហ៊ុនផ្ដាច់មុខនៅស្រុកខ្មែរហើយនៅពេលដែលយើងមានបញ្ហានៅក្នុងការធានាគឺពិចារណា process ការងារមួយនឹងលឿនអ្នកគ្នាវាអាចចំណាយពេល3ថ្ងៃអញ្ចឹងសម្រាប់អ្នកខ្លះគាត់អាចថាគិតរឿងវាយូរអញ្ចឹងទៅប៉ុន្តែបើនៅក្នុងវិស័យថតនេះគ្រឿងអេឡិចត្រូនិកនៅក្នុងវិស័យថតនេះអត់មានឧបករណ៍មួយណាដែលវាអាច process បានលឿនជាងនេះទេអ្នកគ្នាជាទូទៅចំណាយពេល 2-3 ថ្ងៃនឹងដូចគ្នាអញ្ចឹងវាល្អត្រង់ចំណុចwarranty របស់គេបើសិនមានបញ្ហាទៅលើឧបករណ៍ហ្នឹងមែនគឺគេដូរថ្មីឲ្យវាល្អត្រង់ហ្នឹងអ្នកគ្នាហើយបើសិនជាអ្នកគ្នាចង់ទិញវាខ្ញុំ recommend អត់ខ្ញុំ recommend មូលហេតុមិនមែនដោយសារខ្ញុំប្រើវាមូលហេតុដោយសារតែតម្លៃវាសមរម្យអ្នកគ្នាបើធៀបជាមួយនឹងម៉ៃផ្សេងដូចជា brand ផ្សេងទៅគុណភាពអត់ខុសគ្នាទេអ្នកគ្នាអានេះគឺជាចំណុចមួយដែលខ្ញុំចង់ឲ្យអ្នកគ្នាសាកល្បងវាហើយតម្លៃរបស់វាឥឡូវក៏រៀងល្អដែរទង80រៀលជាងអញ្ចឹងខ្ញុំកំពុងតែសម្លឹងមើលប្រភេទម៉ៃផ្សេងដែរព្រោះខ្ញុំគិតថាខ្ញុំជាអ្នកបង្ហាញបទពិសោធន៍ដល់អ្នកគ្នាខ្ញុំមិនគួរប្រើឧបករណ៍មួយមុខពីរមុខខ្ញុំគួរតែប្រើច្រើនអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកគ្នាជួយគាំទ្រដើម្បីខ្ញុំមានថវិកាសម្រាប់ការទិញដែរព្រោះថាការគាំទ្រអ្នកគ្នាគឺជួយខ្ញុំនៅពេលអ្នកគ្នា view ទៅលើវីដេអូខ្ញុំច្រើនចូលចិត្តវីដេអូខ្ញុំច្រើនsponsor នឹងមកតាមក្រោយឬក៏ខ្ញុំអាចទិញទៅបាន special price មួយណាដើម្បីយកមក review ចែកជូនអ្នកគ្នាអញ្ចឹងតើតើរឿងម៉ៃមួយនេះល្អអ្នកគ្នាល្អសំឡេងល្អទូចស្រាលកាន់ថ្មសូរសំឡេងមិនឆ្ងាយការ warranty របស់គេក៏ល្អដែរអញ្ចឹងបើសិនអ្នកគ្នាមានថវិកាលើសនេះអ្នកគ្នាអាចមើលតើតើទៅនឹង Luck M2S ជា version ចុងក្រោយបន្ទាប់ពី Luck M2 នេះហើយវា design មកវាយ៉ាងទូជាងអញ្ចឹង
ខ្ញុំនឹងយកLuck M2 S Ultimate យកមក review ថែមដើម្បីឲ្យអ្នកគ្នាងាយស្រួល compare វាពិសេសតែគុណភាពអត់ខុសគ្នាទេអ្នកគ្នាគាត់ខុសតកតងទៅនឹងការ design យ៉ាអញ្ចឹងវីដេអូខ្ញុំគឺមានប៉ុណ្ណឹងអ្នកគ្នាខ្ញុំសង្ឃឹមថាអ្នកគ្នានឹងចូលចិត្តអរគុណជួបគ្នានៅវីដេអូក្រោយ